មិនឈឺអូនមិនចង់ធៀបពីបងឡើយបារម្ភអីអ្នកម៉ែគាត់ប្រហែលជាមិនកើតអីធ្ងន់ធ្ងរទេកុំបារម្ភពេកតែអូនខ្លាចក្នុងចិត្តហេតុអីក៏កើតរឿងតាំងហឹងបែបនេះរឿងឈឺថ្កាត់ជារឿងធម្មតាមិនអាចនឹងមិនបានទេបងត្រូវមើលថែខ្លួនរបស់បងនិងរក្សាសុខភាពឲ្យបានល្អផងព្រោះអូនត្រូវឃ្លាតពីបងច្រើនថ្ងៃណាស់បានកុំបារម្ភណាអូនចាបងទុំអូនស្រឡាញ់បងណាស់បងស្រឡាញ់អូនច្រើនជាងអូនស្រឡាញ់បងទៅទៀតទោះជាបងជួបដំណើរឆ្ងាយប៉ុណ្ណាក៏យើងនៅតែបែកគ្នាដែរវិញហើយឯកូនចាំអើយម៉ែថាកូនមកគឺកូនពិតជាមកមែនអូយកូនម្ដាយកូនមិនធ្វើឲ្យម៉ែអស់សង្ឃឹមទេឡាមកកូនណែមើលរៀបចំសម្ភារបំពាក់កូនកំមុំឲ្យឆាប់ឡើងណាកូនកំមុំហេតុអីកូនម៉ែធ្វើបាត់នេះម៉ែដឹងហើយថាបងទុំជាប្តីរបស់កូនណែរណាប្រាប់ប្រទាមកឲ្យឈ្មោះអាឈានផាក់នោះឲ្យម៉ែលឺទៀតបានទេគាត់ជាស្មោះម៉ែរបស់កូនដោយពេញចិត្តតែវាមកបំផ្លាញជីវិតម៉ែនិងជីវិតកូនតែអ្នកម៉ែកំពុងតែបំផ្លាញបងកូនទៀវស្ដាប់ម៉ែណាម៉ែមិនព្រមឲ្យកូនស្រីម៉ែទៅអាមនុស្សឈាមថោកគ្មានពូជអបោគ្មានបនស័កគ្មានមេបាក់កម្ដៅជាមនុស្សតែប្រត់តែអ្នកម៉ែឲ្យខ្ញុំទៅមានប្តីថ្មីទៀតក្រៅពីបងតោខ្ញុំមិនព្រមទេខ្ញុំមិនព្រមជាដាច់ខាតតែបើមានប្តីដូចជាមិនងួននេះកូនដឹងទេគេមានបនស័កមានប្រាក់អំណាចអ្នកណាក៏ប្រាថ្នាទៅជាបងទុំក្រោយគ្មានមានប្រាក់អនសាក៏កូននៅតែស្រឡាញ់ព្រោះកូនជាប្រពន្ធរបស់គាត់ហើយកូនត្រូវតែរៀបការជាមួយម៉ែនួននោះមិនដែលធំជាងនេះទេអត់ទេបើម៉ែចង់ខ្ពស់មកណាស់ណោម៉ែរៀបការយកខ្លួនឯងទៅមានតែបងទុំម្នាក់កូនមីអ៊ីបើម៉ែចង់បានម៉ែនួនជាកូនប្រសើរម៉ែរកកូនស្រីកាទៀតទៅនឹងហើយថាម៉ែនេះស្រឡាញ់កូនប៉ុណ្ណាក្នុងលោកនេះអ្នកណាដែលមិនចង់ឲ្យកូនបានខ្ពស់អ្នកម៉ែចិត្តអាក្រក់អ្នកម៉ែចិត្តអាក្រក់អ្នកម៉ែបំបីបំបាក់កូនអ្នកម៉ែចិត្តអាក្រក់ណាស់អ្នកម៉ែបំបីបំបាក់កូនអូនទីមកជាអូនហើយប្រពន្ធស្មាញអីស្មាញសបបងក៏តែមកចោលអូនទៀតអីសោះនេះកូនជាថោកឡើងចំឡើងអូនទីជាប្រពន្ធចំឡើងខ្ញុំទៅខ្ញុំតែក៏មកខំមកញ៉ៃរៀបការទៀតខ្ញុំមិនអាងស្អីបានជាហ៊ានមកនិយាយបែបនេះអំបានលោកយកមកដល់ពី2ដងហើយប៉ុណ្ណឹងហើយនឹងមិនតាន់ចែកទេបានជាតែមកបាក់មុខយកដល់ទីនេះទៀតអត់គួរកុំចង់ស៊ីសាច់កណាំនោះមិនដែលធំជាងនេះទេ